ឥឡូវយើងធ្វើការសាកល្បងទាំងអស់គ្នាអញ្ចឹងខ្ញុំចង់ធ្វើការដោតជាប់ជាមួយនឹងកុំព្យូទ័រអស់គ្នាឃើញទេនៅពេលដែលដីស្ងួតម៉ូទ័រវាបូមទឹកមកស្រោចដំណាំយើងតែដល់ពេលដែលដីវាសើមវាអត់បូមទេវាឈប់អូតូតែម្ដងជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះយាមសុភឿនគឺជាគរុកសិស្សដែលកំពុងសិក្សានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាមថ្ងៃនេះផងដែរនាងខ្ញុំមាន project មួយដែលចង់បង្ហាញអ្នកទាំងអស់គ្នាទស្សនាក៏ដូចជាសិក្សាអំពី Arduino project ហើយ project របស់នាងខ្ញុំថ្ងៃនេះមានឈ្មោះថា Smart Education System ដែលជាភាសាខ្មែរយើងហៅថាប្រព័ន្ធធារាសាស្ត្របីឆ្លាតតោះកុំឲ្យខាត់ពេលយូរសូមទស្សនាទាំងអស់គ្នាអូខេនៅក្នុង project នឹងដែរយើងមានឧបករណ៍ដូចជាទី1ហ្នឹងយើងហៅថា breadboard ហើយក្នុង breadboard នេះផងដែរខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា breadboard ហ្នឹងវាដំណើរការអ្នកទាំងអស់គ្នាឃើញពីរជួរហ្នឹងឯងពីរជួរហ្នឹងគឺវាតបជាប់គ្នាជាជួរដេកអញ្ចឹងជួរដេកហ្នឹងយើងដល់កន្លែងណាក៏វាតបជាប់គ្នាដែរពីរជួរហ្នឹងណាកន្លែងហ្នឹងវាតបជាប់គ្នាកន្លែងហ្នឹងវាជាប់គ្នាហើយមួយទៀតយើងមានពោលដោះហើយនិងពោលបូកអញ្ចឹងពោលដោះនិងពោលបូកនេះគឺវាដំណើរការបែបជួរឈរអញ្ចឹងក្នុងករណីយើងប្រើពោលបូកនេះគឺយើងប្រើខ្សែកន្លែងណាក៏បានដែរក៏វាតបជាប់គ្នាដែរហើយពោលដោះគឺដូចគ្នាទី2គឺយើងមាន Arduino board ហើយបន្ទាប់ពី Arduino board ទី3គឺយើងមាន sensor ហើយ sensor នេះផងដែរគឺវាមានជើង4អ្នកនេះអាចមើលអ្នកនេះអាចមើលបានទី1ជើងទី1គេហៅថា VCC ភ្លើងវាមាន5 V ហើយទី2គឺជា GND គេហៅថា ground ហើយទី3គឺមាន DOD sorry អ្នកនេះគេហៅ DO ហើយចុងក្រោយទី4គឺមាន AO អញ្ចឹង AO ហ្នឹងឈ្មោះរបស់វាគេហៅថា analog output ដែលយើងប្រើសម្រាប់បញ្ជូនព័ត៌មានអញ្ចឹងនៅក្នុងករណីនេះគឺយើងប្រើតែ3ជើងទេគឺជើងទី1 VCC ជើងទី2 ground ហើយជើងទី3 AO បន្ទាប់ទៀតគឺយើងមានគេហៅថាខ្សែ wire jumper wire jumper ហ្នឹងវាមានច្រើនប្រភេទអ្នកនរគ្នាអាចមើលបាននេះហ្នឹងប្រភេទផ្សេងមួយទៀតអូខេអញ្ចឹងបន្ទាប់ទៀតគឺយើងមាន relay អ្នកនរគ្នាឃើញទេ relay ហ្នឹងយើងមាន3ជើងជើងទី1ហ្នឹងគេហៅថា VCC 5 V ដូចគ្នាហើយជើងទី2ហ្នឹងគេហៅថា ground JD ground ហើយទី3ចុងក្រោយគឺគេហៅថា input ហើយយើងមាន motor ខ្នាតតូចសម្រាប់បូមទឹកហើយយើងមានថ្ម9 V ហើយចុងក្រោយគឺយើងមានគេហៅថា USB cable សម្រាប់តភ្ជាប់ upload code ពីកុំព្យូទ័រអូខេអញ្ចឹងអ្នកនរគ្នាយើងធ្វើការដំណើរការយើងធ្វើការចាប់ផ្ដើមដំឡើង project របស់យើងអូខេអញ្ចឹងខ្ញុំធ្វើការចាប់ផ្ដើមពីការដោតsensor ចូលនៅក្នុងប្រទេស board អញ្ចឹងអ្នកនរគ្នាឃើញហើយថាប្រទេស board ហ្នឹងវាមានច្រើនយើងចង់ប្រើមួយណាក៏បានដែរអញ្ចឹងធ្វើការជ្រើសរើសដោតកន្លែងគៀននេះដោយសារអីនៅពេលយើងដោតកន្លែងហ្នឹងមកជើងរបស់វាហ្នឹងវាអាចចូលនៅក្នុងប្រឡោះនេះអញ្ចឹងធ្វើការយើងងាយស្រួលដោតអញ្ចឹងអ្នកនរគ្នាមើលខ្ញុំធ្វើការដោតកន្លែងលេខ8អូខេអញ្ចឹងលេខ8ហ្នឹងវាតំណាងឲ្យ VCC ដែលអ្នកនរគ្នាបានដឹងជើងទី1របស់sensor ហ្នឹងគឺ VCC ហើយទី2គឺ ground ហើយទី3គឺ DO តែ DO ហ្នឹងយើងអត់ប្រើនៅក្នុងករណីនេះនៅក្នុង project នេះហើយលេខ11ចុងក្រោយហ្នឹងគឺ AO AO ហ្នឹងគឺយើងប្រើ3ទី8 9ហើយនិង11បន្ទាប់ទៀតបន្ទាប់ពីយើងភ្ជាប់ sensor នៅក្នុងក្តារ board ហើយអញ្ចឹងខ្ញុំធ្វើការភ្ជាប់ VCC ហ្នឹង VCC ហ្នឹងគឺតំណាងឲ្យគេហៅថាពោលបូកអញ្ចឹងបងប្អូនភ្ជាប់ VCC យើងមិញយើងលេខ8អញ្ចឹងយើងភ្ជាប់លេខ8មកជាមួយនឹងពោលបូកក្នុងមួយជួរហ្នឹងបងប្អូនចង់ដាក់កន្លែងណាក៏បានដែរឲ្យតែងាយស្រួលសម្រាប់បងប្អូនហើយទី2គឺយើងភ្ជាប់ឲ្យខាងអាហ្នឹងគឺ break space ដើម្បីយើងធ្វើការដោតផ្នែកផ្សេងងាយស្រួលព្រោះអីក្នុង project មួយយើងត្រូវការខ្សែច្រើនអញ្ចឹងយើងបំបែកកន្លែង pre របស់វាអញ្ចឹងយើងអាចធ្វើការពេលយើងចង់ដោតផ្នែកផ្សេងអញ្ចឹងវាមាន space ច្រើនសម្រាប់យើងដោតអញ្ចឹងground ហ្នឹងលេខ9អញ្ចឹងលេខ9 ground ហ្នឹងវាតំណាងឲ្យពោលដកអញ្ចឹងយើងធ្វើការភ្ជាប់លេខ9ជាមួយនឹងពោលដកហ្នឹងមកវារៀងតូចបន្តិចអញ្ចឹងពិបាកដោតណា
ចឹងលេខ 9 ហ្នឹងជាមួយនឹងពោលដកអូខេបន្តមកទៀតយើងភ្ជាប់VCC ពី breadboard ហ្នឹងមកកាន់ Arduino board ចឹងអ្នកគ្នាកន្លែងនេះយើងដោតមកគេហៅថា 5V VCC របស់យើងមាន 5V យើងតបជាប់ 5V នេះមកជាមួយទៅនឹងនេះកន្លែង VCC ក្នុងមួយជួរហ្នឹងគឺជា VCC អ្នកគ្នាចឹងយើងតបជាប់មកអញ្ចឹងមួយជួរហ្នឹងវាបាន 5V អញ្ចឹងនៅពេលក្នុងករណីយើងត្រូវការ 5V យើងចាប់ដោតកន្លែងជួរណាក៏បានដែរប្រឡោះណាក៏បានដែរនៃពោលបូកហ្នឹងអូខេអញ្ចឹងតបទៀតយើងភ្ជាប់ ground របស់យើងគឺពោលដកអញ្ចឹងយើងធ្វើការភ្ជាប់ពោលដកនេះ ground ហ្នឹងមកហើយយើងមកភ្ជាប់ជាមួយនឹង ground នៅក្នុង Arduino board ហ្នឹង ground របស់យើងគឺមានពីរកន្លែងដែលយើងអាចធ្វើការដោតបានអញ្ចឹងធ្វើការដោតយើងដោតមួយណាក៏បានដែរអូខេអញ្ចឹងយើងបានភ្ជាប់ ground ភ្ជាប់ VCC ជាមួយនឹង Arduino board ហើយបន្តមកទៀតយើងធ្វើការភ្ជាប់គេថា AO អញ្ចឹង AO របស់យើងហ្នឹងយើងធ្វើការជ្រើសរើសខ្សែហ្នឹងមកចូលជាមួយនឹង AO របស់យើងមិញលេខ11មែនទេបងប្អូនអញ្ចឹងនៅក្នុងនេះវាមាន AO នៅក្នុង Arduino board ក៏មាន AO ដែរអញ្ចឹងចុចពី Arduino board មកកាន់ breadboard របស់យើងអញ្ចឹង AO របស់យើងស្ថិតក្នុងលេខទី11អញ្ចឹងបងប្អូនមើលជួរដេកនេះបងប្អូនអាចដើរកន្លែងណាក៏បានដែរគឺស្ថិតតែលេខ11ទាំងអស់អូខេរួចហើយយើងធ្វើការជាប់ជាមួយនឹង relay នេះ relay របស់យើងនេះអ្នកនរឃើញហើយថា relay យើងមានជើង3យើងប្រាប់បងប្អូនមុនហ្នឹងយើងធ្វើការដោតមកយើងប្រើខ្សែពណ៌អីក៏បានដែរនេះខ្សែហ្នឹងទី1គឺយើងភ្ជាប់ VCC អ្នកនរភ្ជាប់តាមលំដាប់បណ្ដោយមកដើម្បីងាយស្រួលយល់អូខេអញ្ចឹង VCC ហ្នឹង 5V អញ្ចឹងអ្នកនរដឹងហើយថាខ្សែពុលលឿងហ្នឹងមកឲ្យ VCC 5V អញ្ចឹងដោតកន្លែងណាក៏បានដែរនៃពុលបូកនេះហើយទី2គឺយើងភ្ជាប់ ground ជើងទី2នេះគឺជាជើង ground ជើងទី2នេះគឺជាជើង ground អញ្ចឹងបងប្អូនភ្ជាប់ជើង ground ហ្នឹងមកខ្សែវាតូចយើងបាក់ដកនេះបងប្អូនឃើញទេ ground អញ្ចឹងធ្វើការភ្ជាប់ ground របស់យើងនេះពណ៌នេះមែនទេកន្លែងពោលដកអញ្ចឹងយើងចង់ដោតកន្លែងណាក៏បានដែរនៃពោលដកអញ្ចឹងចង់ដោតខាងនេះក៏បានចង់ដោតខាងនេះក៏បានអូខេអញ្ចឹងយើងសល់ចុងក្រោយខ្សែចុងក្រោយគឺគេហៅថា input អញ្ចឹងយើងធ្វើការភ្ជាប់នេះមក input ហើយបូកជាមួយយើងភ្ជាប់ជាមួយនឹងលេខ7ចុងក្រោយហ្នឹង input ហ្នឹងគឺលេខ7នៃ Arduino board អូខេអញ្ចឹងអ្នកនរយើងបានភ្ជាប់អស់ហើយភ្ជាប់ relay ជាមួយនឹង Arduino board sensor រួចអស់ហើយអញ្ចឹងចុងក្រោយគឺយើងធ្វើការភ្ជាប់គេហៅថា USB cable អញ្ចឹងនេះគឺជាខ្សែ USB អញ្ចឹងធ្វើការដោតជាប់កន្លែងនេះមកយើងបាក់ដោតបន្តិចណាយើងធ្វើការដោតកន្លែងនេះមកហើយចុងក្រោយយើងយកខ្សែ USB ហ្នឹងទៅតបជាប់ជាមួយនឹងកុំព្យូទ័រជាការស្រេចហ្នឹងបងប្អូនអញ្ចឹងបន្ទាប់ពីយើងបានដំឡើងឧបករណ៍បានផ្គុំឧបករណ៍របស់យើងរួចរាល់ហើយយើងក៏ធ្វើការតភ្ជាប់ឧបករណ៍ដំឡើងរបស់យើងជាមួយនឹងកុំព្យូទ័រដោយប្រើខ្សែ USB អូខេអញ្ចឹងបន្ទាប់ពីយើងផ្គុំហើយយើងតបចូលជាមួយនឹងកុំព្យូទ័រហើយយើងត្រូវការ upload code ចូលដើម្បីដំណើរការproject របស់យើងអញ្ចឹងមុននឹងupload code បានយើងត្រូវការកម្មវិធីមួយដែលមានឈ្មោះថា Arduino IDE អញ្ចឹងបងប្អូនចូលក្នុងកម្មវិធីរបស់បងប្អូនមកចានៅទីនេះដោយសារនាងខ្ញុំធ្វើការ upload code រួចហើយអញ្ចឹងវាឃើញ code នៅទីនេះសាច់ចាមុននឹងបង្ហាញដល់អ្នកទាក់ទងនឹងការ upload code នាងខ្ញុំសូមបង្ហាញ code ដល់អ្នកជាមុនសិនអញ្ចឹងអ្នកគ្នាមើលទី1កន្លែង define ហ្នឹងហើយ define ហ្នឹងទី1គឺទាក់ទងនឹង sensor AO sensor AO ហ្នឹងគឺវាគឺគេហៅថា sensor pin កន្លែង sensor pin AO ហ្នឹងគឺយើងភ្ជាប់ជើង sensor ទៅកាន់ pin របស់ Arduino កន្លែង A0 ហើយមួយទៀតគឺទៅនឹង relay pin 7ហ្នឹងមានន័យថាជើងរបស់ relay គឺយើងតភ្ជាប់ជាមួយនឹង pin 7របស់ Arduino ហើយចុងក្រោយកន្លែង threshold ហ្នឹងគឺជាការកំណត់កម្រិតផ្សើមរបស់ sensor កន្លែងនេះខ្ញុំដាក់កម្រិត500ចឹងអ្នកនរអាចដូរបានកន្លែង500ហ្នឹងអ្នកនរអាចចង់ដាក់1000ចង់ដាក់
1005អីសាច់អស់នេះកំណត់សើមរបស់ដីអញ្ចឹងឡើយនេះកំណត់ថា500កំណត់ថាដីសើមហើយបន្តមកទៀតកន្លែង void setup ហ្នឹងគឺយើងចាប់ផ្ដើមប្រកាសកូដរបស់យើងកន្លែង pin mode ហ្នឹង relay កន្លែង relay pin mode ហ្នឹងកន្លែង relay pin output ហ្នឹងគឺយើងកំណត់ relay ហ្នឹងសម្រាប់ output ហើយដល់ពេលកន្លែង digital write ហ្នឹងកន្លែង relay pin load ហ្នឹងគឺយើងចាប់ផ្ដើមផាំហ្នឹងដោយបិទមានន័យថាធ្វើអស់នេះធ្វើម៉េចឲ្យប្រកាសថា motor របស់យើងហ្នឹងគឺបានបិទនៅពេលយើងចាប់ផ្ដើមគឺ motor បិទហើយបន្តមកទៀតទៅនឹង void loop នេះគឺជា condition វាជាលក្ខខណ្ឌហើយលក្ខខណ្ឌរបស់យើងមានទី1យើងប្រកាសmoisture របស់យើងហ្នឹងគឺនៅកូដកន្លែងនេះគឺយើងប្រើសម្រាប់ឲ្យវាវាស់តម្លៃរបស់ដីមានន័យថាវាស់តម្លៃរបស់ sensor ហ្នឹងក៏ឲ្យកំណត់ថាវាសើមឬស្ងួតហើយវាបញ្ចេញលទ្ធផលរបស់វាថាដីហ្នឹងសើមឬស្ងួតហើយបន្តមកទៀតយើងឃើញកន្លែងលក្ខខណ្ឌ if ហ្នឹងគេថាបើសិននៅក្នុងករណី moisture ហ្នឹងវាតូចជាង threshold ដូចអស់គ្នាឃើញហើយនេះខាងលើហ្នឹង threshold របស់ខ្ញុំកំណត់ថា500ជាកំណត់ថាដីសើមអញ្ចឹងបើសិនជា moisture របស់យើងតូចជាង500អញ្ចឹង threshold របស់យើងវាស្មើ500មែនទេឥឡូវខ្ញុំនិយាយថា moisture ហ្នឹងវាតូចជាង500អញ្ចឹងមានន័យថាដីហ្នឹងស្ងួតអញ្ចឹងបើដីស្ងួតគឺធ្វើម៉េចឲ្យ relay របស់យើងហ្នឹងបើកហើយយើងស្រោចធ្វើឲ្យ motor ហ្នឹងវាបើកហើយវាស្រោចទឹកហើយក្នុងករណីខុសពីលក្ខខណ្ឌខាងលើអរគ្នាឃើញទេកន្លែង L កន្លែងហ្នឹងគឺថាក្នុងករណីដែលខុសពីលក្ខខណ្ឌខាងលើក្នុងករណីខុសពីលក្ខខណ្ឌខាងលើគឺអរគ្នាមើល digital write របស់វាមានន័យថាបើសិនជាវាស្មើ5000ឬក៏ធំជាងបើសិនជាវាស្មើ500ឬក៏ធំជាង500គឺម៉ាស៊ីន motor របស់យើងនឹងគឺបិទដោយសារដីរបស់យើងគឺសើមហើយចុងក្រោយកន្លែង delay 2000ហ្នឹងគឺមានន័យថាវារងចាំ2នាទីនៅក្នុងការអានលក្ខខណ្ឌនឹងម្ដងទៀតអញ្ចឹងឥឡូវខ្ញុំបង្ហាញអ្នកនរគ្នាពីរបៀប upload អញ្ចឹងអ្នកនរគ្នាគាត់តែ copy code ហ្នឹងមកផាសកន្លែងកម្មវិធីហ្នឹងមកហើយអ្នកនរគ្នាឃើញកន្លែងនេះសញ្ញាប្រូចហ្នឹងអ្នកនរគ្នាគាត់ចុចពាក្យ upload ហ្នឹងមកអញ្ចឹងបន្ទាប់ពីយើង upload code ចូលហើយក្នុងករណីដីស្ងួតអញ្ចឹង motor វានឹងបូមទឹកមកស្រោចស្រពដំណាំហ្នឹងដោយខ្លួនវាហើយនៅពេលដែលដីសើមនៅពេលដែលទឹកហ្នឹងស្រោចស្រពដំណាំដីសើមហើយ sensor ហ្នឹងវានឹងបញ្ជូនព័ត៌មានទៅកាន់ motor ហ្នឹងឲ្យ motor ហ្នឹងវាឈប់ស្រោចអូតូឥឡូវយើងទៅទស្សនាមើលការសាកល្បងបងប្អូនទាំងអស់គ្នាឥឡូវយើងធ្វើការសាកល្បងទាំងអស់គ្នាអញ្ចឹងខ្ញុំសូមធ្វើការដោតចុះជាមួយនឹងកុំព្យូទ័រអរគ្នាឃើញទេនៅពេលដែលដីស្ងួត motor វាបូមទឹកមកស្រោចដំណាំយើងតែដល់ពេលដែលដីវាសើមវាអត់បូមទេវាឈប់អូតូតែម្ដង